នេះអាចជាផ្នែកដ៏អាម៉ាស់បំផុតនៃប្រតិបត្តិការទាំងមូលហើយវាស្ទើរតែមិនត្រូវបាននិយាយច្រើននោះទេនៅក្នុងប្រតិបត្តិការរយៈពេល3ម៉ោងដើម្បីចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូកងកម្លាំងអាមេរិកមិនត្រឹមតែបង្ហាញការពារដែនអាកាសរបស់រុស្ស៊ីថាគ្មានប្រយោជន៍នោះទេពួកគេបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះទាំងស្រុងនៅបច្ចេកវិទ្យាចិនផងដែរនេះគឺជាវីដេអូផ្សព្វផ្សាយរបស់ចិនដែលបង្ហាញដោយមោទនភាពនៅរ៉ាដាប្រឆាំងការលាក់បាំង JY-27 ប្រព័ន្ធរលកម៉ែត្រដ៏ធំមួយដែលមានកម្ពស់7ជាន់ដែលប្រទេសចិនបានធ្វើទីផ្សារថាមានសមត្ថភាពរកឃើញយន្តហោះបំបាំងកាយប្រទេសវេណេស៊ុយឡាត្រូវបានគេរាយការណ៍ថាបានទិញយន្តហោះចំនួន9គ្រឿងទាំង9គ្រឿងបរាជ័យរ៉ាដានេះត្រូវបានគេសន្មតថាជាចម្លើយរបស់ចិនការលាក់បាំងអារេអង់តែនដ៏ធំហ្វ្រេកង់លលកម៉ែត្រការព្រមានរយៈចម្ងាយឆ្ងាយសមត្ថភាពរកឃើញគោលដៅជាលាក់បាំងរបស់យន្តហោះនៅក្នុងពេលប្រតិបត្តិពិតប្រាកដជាមួយនឹងយន្តហោះបំបាំងកាយពិតប្រាកដសង្គ្រាមអេឡិចត្រូនិកពិតប្រាកដសម្ពាធពិតប្រាកដវាមិនបានឃើញនៅអ្វីទាំងអស់គ្មានការព្រមានគ្មានការតាមដានគ្មានការឆ្លើយតបយន្តហោះអាមេរិកបានហោះចូលរុះរើប្រព័ន្ធការពារដែនអាកាសដាក់ឧទ្ធម្ភាគចក្រស្រង់ប្រមុខរដ្ឋម្នាក់នៅរស់ហើយចាក់ចេញខណៈដែលទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ីនិងប្រព័ន្ធប្រឆាំងយន្តហោះបំបាំងកាយរបស់ចិនសុទ្ធតែងងឹតងងល់នេះជាហេតុដែលប្រតិកម្មនៅទីក្រុងប៉េកាំងមានភាពខ្លាំងក្លាវាមិនមែនគ្រាន់តែជាអំពីប្រទេសវេណេស៊ុយឡានោះទេវានិយាយអំពីភាពជឿជាក់អាវុធចិនមើលទៅគួរឲ្យខ្លាចនៅក្នុងខិត្តប័ណ្ណផ្សព្វផ្សាយពួកវាមើលទៅគួរឲ្យចាប់អារម្មណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋប៉ុន្តែនៅពេលដែលសាកល្បងប្រឆាំងនឹងប្រព័ន្ធទំនើបរបស់អាមេរិកពួកវាដួលរលំប្រទេសនីមួយៗដែលមើលទៅតែរៀននៅអ្វីមួយដែលមិនស្រួលខ្លាំងការទិញបច្ចេកវិទ្យាប្រឆាំងយន្តហោះបំបាំងកាយរបស់ចិនមិនទិញការពារអ្នកទេវាទិញអារម្មណ៍សុវត្ថិភាពមិនពិតរបស់អ្នកប្រទេសវេណេស៊ុយឡាបានបង់ប្រាក់សម្រាប់រ៉ាដាចំនួន9វាមិនត្រូវបានព្រមាននោះទេ